ខ្ញុំនៅតែត្រូវមើលថាតើរូបកាយនេះអាចកាន់អំណាចខាងវិញ្ញាណបានប៉ុន្មានតើខ្សែបន្ទាត់ក្រហមទាំង3នេះជាអ្វីតើវាអាចចង់អំណាចដ៏ធំធេងរបស់ខ្ញុំបានយ៉ាងដូចម្តេចប្អូនស្រីតូចឲ្យឯងធ្វើអ្វីពេញមួយយប់តែម្នាក់ឯងឯងចង់ឲ្យបងប្រុសរបស់ឯងជូនឯងទៅផ្ទះទេដើម្បីកុំឲ្យមនុស្សម្នាក់រងទុក្ខវេទនាកុំមើលបើអ្នកមិនចង់ស្លាប់អាហាលោកគ្រូវ័យក្មេងទី7មើលក្មេងស្រីតូចនោះមិនមែនជាកូនចិញ្ចឹមរបស់អ្នកឈ្នះទេវាហាក់ដូចជាយើងបានជួបប្រទះបញ្ហាអ្នកមិនស្គាល់ការ៉ាតេទេទៅហើយជួយខ្ញុំចុះបើពួកគេចាប់ផ្ដើមយាយីខ្ញុំនៅពេលក្រោយវាអាស្រ័យលើខ្ញុំអ្នកបាននិយាយវាដោយខ្លួនឯងអូយមានអ្វីពិសេសជាមួយមុនស្នេហ៍នេះក្មេងន័រវេសតូចមិនចាំបាច់អរគុណខ្ញុំទេខ្ញុំនឹងលួចយកបង្អែមរបស់អ្នកឈ្នះទៅគោះអ្នកនាងនេះជារបស់អ្នកហើយអ្នកនាង500នោះមិនគ្រប់គ្រាន់សម្រាប់បើកសណ្ឋាគារមួយនៅទីក្រុងសៀងហៃទេអូយបើយើងចង់បានទេពកោសល្យខ្លះយើងនឹងត្រូវរកវិធីផ្សេងអ្វីអ្នកក៏ត្រូវបានផ្ញើដោយអ្នកឈ្នះដែរមែនទេអត់ទោសឲ្យខ្ញុំផងលោកនាងកំពុងជ្រៀតជ្រែកក្នុងរឿងអ្នកដទៃខ្ញុំនឹងមកជួយសង្គ្រោះអ្នកជួយខ្ញុំផងមុនពេលអ្នកជ្រៀតជ្រែកក្នុងរឿងរបស់អ្នកដទៃនៅពេលក្រោយអ្នកគួរតែព្រួយបារម្ភអំពីការបង្ហូរឈាមដែលអ្នកអាចនឹងរងទុក្ខនៅយប់នេះការបង្ហូរឈាមឬគ្រោះមហន្តរាយប្អូនស្រីតូចឲ្យអបិយជំនឿសភូមិគឺមិនអាចទទួលយកបានទេអ្នកគ្រាន់តែដឹងអំពីក្បាច់គុណកុងហ្វូប៉ុណ្ណោះអាហឺបងធំទុកខ្ញុំចោលទៅមិនអីទេគ្រាន់តែប្រយ័ត្នអ្នកនឹងត្រូវវិនាសហើយមេតបតើវាច្រើនពេកទេដែលគ្រាន់តែសុំទោសនាងតើខ្ញុំមិនបាននិយាយថាខ្ញុំជាអ្នកដែលបានសុំឲ្យនាងជួយសង្គ្រោះអ្នកទេអ្វីទោះបីជាអ្នកមិនឲ្យខ្ញុំទោសទាយក៏ដោយខ្ញុំនៅតែធ្វើវាការទោសទាយរបស់ខ្ញុំមានតម្លៃមិនអាចកាត់ថ្លៃបានប្រសិនបើអ្នកហ៊ានពន្យាពេលការទោសទាយរបស់ខ្ញុំវានឹងមិនគ្រាន់តែជាបញ្ហានៃការបង្ហូរឈាមនោះទេគាត់មើលទៅហាក់ដូចជាសុភាពរាបសារប៉ុន្តែគាត់មានចរិតឆេវឆាវណាស់មិនអីទេខ្ញុំនឹងយកមួយតើនេះតម្លៃប៉ុន្មាន500យកវាចុះមួយនេះវិញនេះរាប់បញ្ចូល500យក20.000រួមគ្នាពិតប្រាកដណាស់500សរុប2000តាក់វានៅទីនេះគ្មានការសងប្រាក់វិញទេអ្នកថែមទាំងទទួលបានមួយដោយឥតគិតថ្លៃទៀតផងចាំបន្តិចណាអ្នកនាងម្ចាស់របស់ខ្ញុំសុកចិត្តផ្ដល់ជូន6លានសម្រាប់កាក់ប្រាក់នេះនៅក្នុងដៃរបស់អ្នកខ្ញុំឆ្ងល់ថាតើអ្នកនឹងសុកចិត្តចែកវាទេ6លានខ្ញុំបានរៀបចំផលិតកែវថតនេះរួចហើយទេឲ្យវាមកខ្ញុំវិញមកខ្ញុំលែងលក់វាទៀតហើយក្មេងល្ងងនោះឲ្យនាងហ៊ានដាក់ដៃលើខ្ញុំម្លេះខ្ញុំកំពុងប្រាប់អ្នកថាអ្នកត្រូវតែប្រគល់កាក់បុរាណមកខ្ញុំវិញនៅថ្ងៃនេះម្យ៉ាងទៀតអ្នកត្រូវបង់ប្រាក់ឲ្យខ្ញុំចំនួន10,000 យន់សម្រាប់ថ្លៃព្យាបាលបើមិនដូច្នោះទេខ្ញុំនឹងប្តឹងអ្នកពីបទរំលោភកិច្ចសន្យាអ្វីតើអ្នកភ្លេចច្បាប់នៃផ្សារខ្មោចរបស់ខ្ញុំអស់មួយរយៈពេលហើយឬនៅពេលដែលខ្ញុំធ្វើចលនារួចរាល់ហើយគ្មានផ្លូវត្រឡប់មកវិញទេអ្នកហ៊ានអូសមនុស្សម្នាក់នេះចេញមែនទេអ្នកត្រូវបានហាមឃាត់មិនឲ្យចូលទៅក្នុងផ្សារខ្មោចម្ដងទៀតទេខ្ញុំគ្រាន់តែចង់បានរបស់ខ្ញុំមកវិញមិនចាំបាច់អរគុណខ្ញុំទេវាគឺជាអ្នកដែលបានចាត់ខ្ញុំឲ្យមកនាំមកនៅការបង្ហូរឈាមដែលបានសុំឲ្យខ្ញុំជួយអ្នកវាគឺជាគាត់មិត្តវ័យក្មេងឲ្យតើអ្នកនៅតែសុខចិត្តលក់កាក់បុរាណនេះឲ្យខ្ញុំក្នុងតម្លៃ6លានទេជាការពិតណាស់ឥឡូវនេះវាជារបស់អ្នកហើយក្មេងស្រីម្នាក់នេះពិតជាល្អណាស់នាងមានរសជាតិឆ្ងាញ់ដឹងពីអ្វីដែលល្អហើយមិនលោភលន់ឡើយលោកគ្រូមានអ្វីខុសជាមួយអ្នកលោកម្ចាស់សូមលេបថ្នាំទៅការលេបថ្នាំនឹងមិនធ្វើឲ្យលោកមានអារម្មណ៍ធូរស្រាលទេអនុញ្ញាតឲ្យគាត់អង្គុយចុះជាមុនសិនតើអ្នកកំពុងធ្វើអ្វីជួយសង្គ្រោះមនុស្សដោយអំណាចរបស់អ្នកនាងកុំគិតថាគ្រាន់តែដោយសារតែចៅវាយរបស់យើងទើបតែទិញកាក់មួយអ្នកអាចនិយាយមិនសមហេតុផលបានអីជំងឺចង្វាក់បេះដូងការឈឺចាប់មុនពេលចូលដល់បេះដូងដែលកាន់តែអាក្រក់ទៅហើយរាលដាលដល់ផ្នែកខាងស្ដាំនៃកញ្ចឹងការជក់បារីបណ្ដាលឲ្យមានស្រមោលលើសួតនិងការស្ទះផ្លូវដង្ហើមដែលអាចធ្វើឲ្យសួតស្អាតបានទាំងស្រុង
ជំងឺរបស់អ្នកជំងឺឡើងដល់កម្រិតកំពូលនៅម៉ោងប្រហែល7 ព្រឹកហើយដោយសារតែគាត់ទើបតែទទួលការវះកាត់គាត់មិនគួរចេញទៅក្រៅនៅពេលនេះទេតើអ្នកអាចនិយាយបានយ៉ាងដូចម្តេចថាវាត្រឹមត្រូវតើនាងដឹងដោយរបៀបណាថាខ្ញុំមានវិញ្ញាណជាប់នឹងខ្ញុំមានវិធីសាស្ត្រយ៉ាងច្រើនបំផុត4យ៉ាងនោះហើយជារបៀបដែលគ្រូពេទ្យបុរាណបានព្យាបាលបុរសចំណាស់កាលពីអតីតកាលបន្ទាប់មកអនុញ្ញាតឲ្យពួកគេមកបាត់ចាស់សសូមអភ័យទោសទ្វារទាំង7តើនេះអាចមានឥទ្ធិពលខ្លាំងជាងអ្នកស្នងមរតកបុរាណទាំងនោះទៅទៀតឬ5. ឈ្វែនឈីវកាយយិនវាជារឿងមួយប្រសិនបើអ្នកឈ្នះមើលមិនឃើញទេពកោសល្យប៉ុន្តែខ្ញុំមិនអាចឈរមើលកំណប់ទ្រព្យនេះត្រូវបានគេមើលរំលងបានទេលោកម្ចាស់សុខសប្បាយជាទេទាំងអស់នេះអរគុណដល់នារីវ័យក្មេងម្នាក់នេះនាងបានជួយសង្គ្រោះអ្នកនារីវ័យក្មេងឲ្យអ្នកបានជួយសង្គ្រោះជីវិតខ្ញុំចាប់ពីពេលនេះទៅដរាបណាវាមិនខុសច្បាប់យើងពិតជានឹងជួយអ្នកជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការបន្ទាប់មកខ្ញុំនឹងមិនមានសុជីវធម៌ទេអ្នកមិនស្រួលខ្លួនទេតើខ្ញុំគួរធ្វើវាទេអ្នកជាកូនប្រុសទី7នៃគ្រួសារអ្នកមានយ៉ាងដូចម្ដេចយើងបានជួបគ្នា2 ដងក្នុងរយៈពេលតែមួយយប់តើអ្នកមិនគិតថានោះជាវាសនាទេចូលយើងស្គាល់គ្នាជាផ្លូវការទៅហ្វូយុនសិនអរគុណយើងសេយិនសម្រាប់ថ្ងៃនេះអូយនេះមិនមែនជាកញ្ញាទី2ទេទីបំផុតអ្នកបានសម្រេចចិត្តត្រឡប់មកផ្ទះវិញសូមត្រឡប់ទៅវិញកុំបារម្ភអីខ្ញុំមិនចាត់ទុកកន្លែងនេះជាផ្ទះរបស់ខ្ញុំទេខ្ញុំនឹងវិចខ្ចប់របស់របររបស់ខ្ញុំហើយចាកចេញតើកញ្ញាទី2កំពុងព្យាយាមបង្ខំខ្លួនចូលឬអ្វីឥឡូវនេះអ្នកឈ្នះថែមទាំងអាចបញ្ជាអ្នកបម្រើរបស់ពួកគេបានទៀតផងតើលោកស្រីយីងបានបង្រៀនពួកគេយ៉ាងដូចម្ដេចអ្នកមិនអីទេជាសំណាងល្អខ្ញុំមិនបានចាកចេញទេបើមិនដូច្នោះទេតើខ្ញុំអាចឃើញទស្សនវិជ្ជាដ៏អស្ចារ្យនៃខ្លាកំពុងត្រូវបានឆ្មាវាយប្រហារដោយរបៀបណាខ្ញុំមិនបានធ្វើទេមិនអីទេអ្នកនាងយីងលើកនេះខ្ញុំនឹងជូនអ្នកចូលទៅដោយផ្ទាល់